สู้ស្ដីបងប្អូនថ្ងៃនេះខ្ញុំនិយាយទៅអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាហើយនិងប្រធាន SBI មកនេះបងប្អូនណាឲ្យគាត់មកអនុវត្តច្បាប់អាមេរិកកុំមកអនុវត្តច្បាប់កម្ពុជាអត់មានច្បាប់ទេកម្ពុជាអត់មានច្បាប់ទេបើកម្ពុជាមានច្បាប់មិនមែនគេមកបើកសកម្មភាពឆោបោកតាមបច្ចេកវិទ្យាជឿខ្ញុំមកបងប្អូនជឿខ្ញុំមកប្រទេសកម្ពុជាមានច្បាប់ទេហើយសូមឲ្យអគ្គរដ្ឋទូតអាមេរិកនិងប្រធាន SBI យកច្បាប់អាមេរិកមកប្រើកុំយកច្បាប់កម្ពុជាហើយមកនេះក៏មកព្រឹត្តអំពើពុករលួយមកនេះក៏មកព្រឹត្តអំពើពុករលួយរាជរដ្ឋាភិបាលគេឲ្យប៉ុណ្នេះគេឲ្យប៉ុណ្នោះក៏មកព្រឹត្តអំពើពុករលួយដូចអគ្គរដ្ឋទូតនានាមកដល់ប្រជាជាតិកម្ពុជាមកចងំតែសពឯងខ្ញុំមិនដែលឃើញព្រះអគ្គរដ្ឋទូតផ្សេងអីឲ្យរាជរដ្ឋាភិបាលតំណាងប្រទេសដាក់សម្ពាធមករាជរដ្ឋាភិបាលកម្ពុជាទេហើយកម្ពុជានេះសេដ្ឋកិច្ចរំលោភសិទ្ធិមនុស្សរំលោភប្រជាធិបតេយ្យវាលេខ1លើโลกហើយខ្ញុំប្រាប់ហើយកម្ពុជានេះមិនមែនជាជនរងគ្រោះកន្លែងឆោបោកតាមបច្ចេកវិទ្យាទេមកពីថ្នាក់ដឹកនាំយើងទេអ្នកបង្កើតអ្នកផ្ដល់ជំរកឲ្យគេអ្នកផ្ដល់សេវាអ៊ីនធឺណិតទេហើយលោកអគ្គរដ្ឋទូត SBI បើកការសង្កេតក្រសួងប្រេសនីនិងទូគមនាគមន៍អាហ្នឹងអាជាបណ្ឌិតវាអ្នកផ្ដល់សេវាកម្មអ៊ីនធឺណិតបើវាមិនផ្ដល់សេវាកម្មអ៊ីនធឺណិតមិនបានពួកអក្រិតជនឆោបោកតាមបច្ចេកវិទ្យាបានអានេះគឺសិតតែធ្វើតាមរបៀបអ៊ីនធឺណិតទាំងអស់សិតតែចងក្រងគ្នាដើម្បីឲ្យផ្ដល់ជំរកឲ្យអក្រិតជនអនឡាញមករស់នៅប្រទេសកម្ពុជាស្របច្បាប់ខ្ញុំប្រាប់អ្នកខ្លះរាជរដ្ឋាភិបាលឲ្យសញ្ជាតិទៀតអ្នកដែលមានស្នាដៃបោកលុយប្រជាពលរដ្ឋទាំងទូទាំងពិភពលោកបានច្រើនរាជរដ្ឋាភិបាលឲ្យសញ្ជាតិទៀតខ្ញុំប្រាប់ឲ្យសញ្ជាតិទៀតហើយខ្ញុំប្រាប់ទៅ SBI អាមេរិកថាមកនេះមកគុំប្រព្រឹត្តអំពើពុករលួយគុំមកស៊ីសំណូកសោកប៉ាន់របស់រាជរដ្ឋាភិបាលបើអ្នកមកអនុវត្តច្បាប់អាមេរិកអ្នកគឺជាមហាអំណាចទី1លើពិភពលោកហើយបើអ្នកមកប្រព្រឹត្តអំពើពុករលួយអ្នកគួរតែឈប់ធ្វើជាប្រទេសមហាអំណាចលេខ1លើពិភពលោកទៅហើយមកនេះគោលដៅដែលខ្ញុំប្រាប់បើខុសមួយខ្ញុំទទួលខុសត្រូវចំពោះច្បាប់អាមេរិកដូចអាគារខ្ពស់នៅគិនក្រសួងផែនការនៅបឹងកេងកងអាហ្នឹងមិនក្រោមពី5000នេះឯងថិតតែមួយកន្លែងហ្នឹងទៅមើលបើខ្ញុំនិយាយកុហកនៅគិនក្រសួងផែនការហ្នឹងហ្មងហើយទី2អាគារ The Break ហ្នឹងមិនក្រោមពី10000នេះឯងអាគារ The Break ហើយខ្ញុំមិនជឿថាទេអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាជុំវិញនឹងសិតតែ scam online មិនដឹងតែគាត់ឃើញឬក៏គាត់មិនឃើញខ្ញុំមិនដឹងទេរឿងនេះខ្ញុំមិនដឹងទេមិនដែលចេះអគ្គរដ្ឋទូតប្រចាំនៅអូស្ត្រាលីប្រចាំនៅកម្ពុជាខ្ញុំមិនដែលឃើញឲ្យរាជរដ្ឋាភិបាលអូស្ត្រាលីដាក់សម្ពាធមករាជរដ្ឋាភិបាលកម្ពុជាផងខ្ញុំមិនជឿថាខ្ញុំឃើញអគ្គរដ្ឋទូតទាំងអស់ក្រៅពីដកតាអគ្គរដ្ឋទូតអាមេរិកចេញមួយក្រៅពីហ្នឹងមកចងំសុកមកព្រឹត្តអំពើពុករលួយមកចងំសុកនៅក្នុងប្រជាជាតិកម្ពុជាមកចងំសុកមកអត់មានរាយការណ៍ជូនរាជរដ្ឋាភិបាលឲ្យដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជាអត់មានទេហើយរំលោភសិទ្ធិលេខ1ទេប្រទេសកម្ពុជានេះបំបិទសិទ្ធិសេរីភាពបញ្ចេញមតិលេខ1លើโลกហើយជាពិសេសផ្ដាំទៅក្រុមប្រឹក្សារាយការណ៍ពិសេសអង្គការសហប្រជាជាតិផងមកសារនេះរាយការណ៍ជូនទៅប្រធានអង្គការថាប្រទេសកម្ពុជានេះសិទ្ធិបញ្ចេញមតិគឺ0ក្រោម0គឺក្រោម0គឺតែហ៊ានតែបញ្ចេញមតិគឺគុកហើយ SBI ខ្ញុំផ្ដាំទៅ SBI ថារកម្ចាស់សម្លេងងើបមួយវៃមួយផងហើយអ្នករាយការណ៍ពិសេសក្រុមប្រឹក្សាអង្គការសហប្រជាជាតិសូមរកពាក្យរាប់ម្ចាស់សម្លេងងើបមួយវៃមួយផងនៅឯណាឥឡូវហើយ SBI នឹងអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាខ្ញុំចំណងពោលថា
រត់មកចាស់សម្លេងនឹងឲ្យឃើញរត់មកចាស់សម្លេងនឹងឲ្យឃើញទូរត់ទៅដល់ទីណាក៏ដោយត្រូវរកសម្លេងនឹងឲ្យឃើញឲ្យមកទទួលខុសត្រូវចំពោះច្បាប់អាមេរិកព្រោះអីគាត់ដល់ជំរកឲ្យអ៊ុក្រែនជនអនឡាញឆោបោកប្រជាពលរដ្ឋអាមេរិកច្រើនណាស់ខ្ញុំប្រាប់កុំយកមកប្រព្រឹត្តអំពើពុករលួយតាមខ្សែស្រឡាយគាត់គឺសិតតែខ្សែស្រឡាយគាត់និងមន្ត្រីក្រៅមកវត្តគាត់និងអុកណាអរគុណបងប្អូន